សួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងតាមទស្សនាchannel របស់យើងថ្ងៃនេះគឺខ្ញុំនាំបងប្អូនមកជួបបងប្រុសហើយនិងបងស្រីដែលលក់ឆាក្តៅទុំនៅមុខផ្សារអូស័យពេលល្ងាចឆាក្តៅទុំរបស់គាត់ដែរគឺនៅពេលដែលខ្ញុំទៅថតពេលណាគឺតែងតែមានមនុស្សទិញមិនដាច់គឺទៅម្ដងហ្នឹងគឺគាត់រវល់ដោយសារឆាក្តៅបន្ទប់របស់គាត់ឆ្ងាញ់ហើយនឹងតម្លៃសមរម្យចាប់ពីមកប្រអប់10000ឡើងទៅគឺយើងអាចទិញបានហើយក៏ឆ្ងាញ់ដែរបាទស្វាកម្មរបស់គាត់គឺហាស់គឺគាត់ចម្អិនមកក្នុងមួយចានគឺលឿនគាត់ធ្វើគ្នា3នាក់គឺបងស្រីជាអ្នករៀបចំសាច់រៀបចំគ្រឿងរៀបអីចឹងទៅហើយចំណែកបងប្រុសនេះគឺគាត់ឆាអីចឹងទៅដាក់គ្រឿងបន្ថែមតាមចំណេញរបស់គាត់ហើយចំណែកដូចជាខ្ញុំមើលទៅគឺដូចជាបងស្រីរបស់គាត់គឺចាំច្រកពេលចឹងគឺបងស្រីរបស់គាត់គឺចាំច្រកអញ្ចឹងក្នុងការលក់ម្ហូបអាហ្នឹងគឺត្រូវសម្រាប់អ្នកចូលចិត្តថ្លែមឆាមានឆាទុំឆាត្រីឆាកែបមានច្រើនមុខហើយសេវាកម្មលឿនយើងអាចហូបនឹងក៏បានឬក៏ខ្ចប់ទៅផ្ទះក៏បានដែរតែខ្ញុំទៅសារគាត់គឺគាត់ធ្វើបានលឿនមានដូចក្នុងរូបអញ្ចឹងគឺក្នុងវីដេអូនេះអញ្ចឹងគឺពេលដែលគាត់ឆ្អិនគឺមានបងស្រីរបស់គាត់ហ្នឹងគឺជាអ្នកខ្ចប់ក្នុងមួយចានទោះបីជាមានភ្ញៀវទិញច្រើនក៏ដោយក៏បងប្អូនដែលទិញហ្នឹងគឺអត់ត្រូវការចាំយូរទេគឺចាំតែមួយផ្លែទៅគឺបានហើយហើយកន្លែងគាត់ហ្នឹងគឺនៅម្ដុំផ្សារអូស័យហ្នឹងហើយគឺខ្ញុំទៅថតម្ដងណាគឺគាត់តែងតែមានភ្ញៀវទិញដាច់រវល់ដូចអត់ដែលឃើញគាត់ទៅណែទេពេលខ្ញុំទៅថតស្មើនេះគឺកំពុងតែពេញហើយភ្ញៀវកំពុងតែកំងមានចាប់មានហូបនឹងនៅខាងក្រោយហ្នឹងគឺមានតុកទូចភ្ញៀវអាចអង្គុយហូបអីនឹងអីចឹងទៅអញ្ចឹងបងប្អូនអាចទស្សនាសកម្មភាពដែលពួកគាត់កំពុងតែឆានឹង workshop ដាក់ជូនភ្ញៀវបងប្អូនអាចទស្សនាវីដេអូពេញបានហើយជួយ subscribe និង like share channel របស់ពួកខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតហើយបើសិនជាបងប្អូនចង់ឲ្យពួកយើងទៅថតនៅណាទៀតអាច comment នៅខាងក្រោមវីដេអូនេះបានHạt vô, lại đây gọi đấy nè. Rồi, hai đúng không? Đem ăn nhầm đây con nhầm đi. Bên đó
còn ôn là không. Thank you for watching.